សួស្តីឆ្នាំថ្មីបងប្អូនចូលឆ្នាំចាប់ហើយឥឡូវនេះខ្ញុំជូនបុណ្យបងប្អូនទាំងអស់គ្នាឆ្នាំនេះបានរៀបចំកម្មវិធីច្រើនបងប្អូនចូលឆ្នាំនេះនឹងខ្ញុំរៀបចំខ្លួនឯងទាំងអស់តាំងពីបទការតាំងពីរៀបចំសង្ក្រាន្តតាំងពីរៀបចំបាយសីទៀន5ធប់5គឺរៀបចំខ្លួនឯងទាំងអស់ហើយកម្មវិធីចូលឆ្នាំនេះពិសេសជាងរាល់ឆ្នាំបងប្អូននេះខ្ញុំមានរៀបចំកាទៀវជូនបងប្អូនខ្ញុំញ៉ាំជុំគ្នាពេលព្រឹកឡើងគឺណាត់បងប្អូនទាំងបងប្អូនខាងម៉ែខ្ញុំហើយនិងបងប្អូនខាងខ្ញុំហើយធ្វើកាទៀវក៏ហូបម្នាក់មួយចានមុននឹងយើងចាប់ផ្ដើមកម្មវិធីបងប្អូនកាទៀវនេះគឺឆ្ងាញ់លេខ1គ្មាន2ដាក់បេះដូងក្នុងហ្នឹងហើយនេះជុំគ្នាអង្គុយញ៉ាំកាទៀវហើយនឹងពេលក្អមហើយក៏បានថតរូបជុំបងប្អូនមានពូខ្ញុំមីងខ្ញុំបងខ្ញុំបងប្អូនទាំងខាងម៉ែខ្ញុំហើយនិងខាងខ្ញុំគឺមកជុំគ្នាអស់ហើយនឹងម៉ែចាស់ខ្ញុំក្មួយខ្ញុំគឺថ្ងៃហ្នឹងគឺបានជុំគ្នាទាំងអស់នេះចុងភៅជំនួយការហើយស្នាមញញឹមរបស់គាត់ពេលខ្ញុំធ្វើវីដេអូនេះហើយខ្ញុំពិតជាមានក្តីសុខខ្លាំងឃើញស្នាមញញឹមគាត់ខ្ញុំក៏សប្បាយគាត់ក៏សប្បាយកម្មវិធីនេះគឺខ្ញុំរៀបចំលើកដំបូងដែលកន្លងមកខ្ញុំគាត់ទៅបានតែមកធ្វើគិតទេតែខ្ញុំមិនដែរធ្វើវាតែឆ្នាំនេះខ្ញុំបានធ្វើវាចេញមកហើយលទ្ធផលដែលនឹងខ្ញុំទទួលបានគឺពិតជាសប្បាយចិត្តហើយនឹងទទួលបានលទ្ធផលល្អប្រសើរលើសការរំពឹងទុកទៀតបងប្អូនយើងស្រឡាញ់បងប្អូនគួរតែបង្ហាញក្តីស្រឡាញ់ទៅគាត់បានគាត់ទទួលបានក្តីស្រឡាញ់ហ្នឹងពីយើងពិតប្រាកដបើយើងគ្រាន់តែគិតហើយយើងអត់បានធ្វើឲ្យបានផ្ដល់ឲ្យគាត់គឺគាត់អត់ទទួលបានពីយើងទេអញ្ចឹងបងប្អូនស្រឡាញ់ពីណាគេបង្ហាញចេញមកដើម្បីឲ្យគាត់ទទួលបានក្តីស្រឡាញ់ជាពិសេសគឺសាច់ញាតិយើងបងប្អូនយើងក្រុមគ្រួសារយើងគាត់ពិតជាត្រូវការយើងមានវត្តមានយើងធ្វើឲ្យពួកគាត់មានស្នាមញញឹមមានភាពកក់ក្ដៅនេះគឺជាអីដែលនឹងខ្ញុំចង់ចែករំលែកជូនបងប្អូនវាពិតជាសប្បាយវាពិតជារំភើបវាពិតជារីករាយធ្វើឲ្យខ្ញុំមានក្តីសុខហើយនឹងក្រុមគ្រួសារនាងខ្ញុំពេលខ្លះលុយវាសំខាន់តែអីលើសពីលុយគឺស្នាមញញឹមហើយនឹងក្តីសុខដែលគាត់ទទួលបានពីយើងពិតប្រាកដទាំងអស់គ្នាពេលខ្លះយើងចង់បានវាតែយើងអត់បានធ្វើវាមកចេញមកក្រៅទេចឹងអីដែលយើងចង់បាននោះយើងអត់ទទួលបានយើងគ្រាន់តែបានមកគិតហើយយើងអត់ធ្វើវាហើយនេះគឺជារូបថតជុំគ្រួសារទាំងបងប្អូនខាងខ្ញុំហើយនិងបងប្អូនខាងម៉ែខ្ញុំហើយកម្មវិធីថ្ងៃនេះអីដែលពិសេសគឺនឹងខ្ញុំបានរៀបចំកម្មវិធីលៀងជើងអ្នកមានគុណទាំងក្រុមគ្រួសារទាំងអស់កូនគឺត្រូវតែជុំគ្នាលៀងជើងសងគុណគាត់ខមាទោសគាត់កន្លងមកដែលយើងមានកំហុសខុសឆ្គងអីសូមអភ័យទោសសូមទោសហើយនឹងដឹងគុណដែលគាត់ខំចិញ្ចឹមបីបាច់ថែរក្សាយើងមកដល់សប្តាហ៍ថ្ងៃនេះមានវត្តមានគាត់បានមានវត្តមានយើងក្នុងថ្ងៃនេះចឹងការដឹងគុណពិតជាសំខាន់យើងត្រូវតែធ្វើវាដើម្បីឲ្យគាត់ទទួលបានក្តីស្រឡាញ់ពីយើងទទួលបានភាពកក់ក្ដៅទាំងយើងក៏ទទួលបានភាពកក់ក្ដៅពីគាត់ទាំងគាត់ក៏ទទួលបានក្តីស្រឡាញ់និងភាពកក់ក្ដៅពីយើងហើយបន្ទាប់ហើយក៏យើងជុំគ្នាលេងល្បែងប្រជាប្រិយមានវាយក្អមអ្នកវាយក្អមគឺសប្បាយរីករាយមែនតែនហើយក៏បានកម្មវិធីចូលឆ្នាំខ្មែរក៏បានចប់ហើយបងប្អូនសូមជូនពរបងប្អូនសុខសប្បាយរស់ស៊ីមានបានត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារអរគុណច្រើនជម្រាបលាបងប្អូនបាយបាយ